بسم الله الرحمن الرحيم الحمد لله والصلاة والسلام على رسول الله أما بعد ថ្ងៃនេះយើងចូលដល់មេរៀនទី3នៅក្នុងជំពូកទី2 الوحدة الثانية الدرس الثالث الدرس الثالث المطر យើងនិយាយពីអត្ថបទទាក់ទងនឹងទឹកភ្លៀងនៅក្នុងជំពូកទី2មេរៀនទី3អញ្ចឹងនៅក្នុងមេរៀននេះគឺយើងនឹងធ្វើលំហាត់ការសន្ទនាជាមួយដៃគូរបស់យើងតោះ التدريب الأول هات جملا كما في المثال លំហាត់ទី1នេះគេឲ្យយើងឲ្យយំឡាស់ចូលឲ្យយំឡាស់បានន័យថាឲ្យជាប្រយោគមួយដូចក្នុងឧទាហរណ៍ឲ្យយើងសរសេរអញ្ចឹងក្នុងឧទាហរណ៍នេះគេសួរ متى نرى المطر متى نرى المطر តើពេលណាយើងមើលឃើញទឹកភ្លៀងតោះអញ្ចឹងគេឲ្យយើងធ្វើយំឡាស់ធ្វើប្រយោគនេះដោយដូរពាក្យពណ៌ក្រហមនេះជំនួសមកវិញនៅពាក្យខាងក្រោមនេះណាដែលយើងចេះឬក៏ផ្សេងវិនិទៀតណាចុចមានថាផ្សេងវិនិទៀតពេលណា mata nara យើងមើលឃើញ mata nara al-matar ពេលណាយើងឃើញទឹកភ្លៀងអញ្ចឹងយើងដូរពាក្យ matar មកជា am វិញ mata nara al-amma ពេលណាយើងអាចឃើញមា mata nara al-khala متى نرى الجد متى نرى الولد រហូតដល់ الوالد الأب الأخت الخالة الجدة البيت الباب الدفتر القلم អីចឹងទៅពាក្យណាដែលយើងចេះអញ្ចឹងយើងព្យាយាមបង្កើតរៀនឲ្យខ្លួននៅប្រយោគរបស់យើងតោះរយៈពេល1នាទី نعم ចឹងពេលវេលារបស់យើង1នាទីបានកន្លងផុតហើយ الآن ننتقل إلى التدريب الثاني التدريب الثاني هات جملا كما في المثال ដូចគ្នាដែរគឺយើងឲ្យតែប្រយោគ المطر ينزل ينزل នេះបើសិនជាគិតទៅគឺថាចុះមនុស្សចុះចណ្ដើអីចឹងទៅចុះពីលើមកក្រោមតែភ្លៀងនេះគឺធ្លាក់ចុះមកឬក៏ភាសាខ្មែរយើងថាភ្លៀងកំពុងតែបង្អមកឬក៏ភ្លៀងធ្លាក់ណាយ៉ាន់ស៊ីលូនេះគឺចុះឬក៏ធ្លាក់ចុះអញ្ចឹង al-mataru yanzilu អញ្ចឹងប្រយោគដែលយើងធ្វើជាគំរូនេះយើងគ្រាន់តែដូរពាក្យ matar ភ្លៀងទៅជា al-waladu yanzilu al-ustadu yanzilu al-abu yanzilu al-ammu yanzilu sharif yanzilu as'ad yanzilu អញ្ចឹងយើងសរសេរមកយើងសរសេរហើយនិយាយជាជំហានទី1គឺយើងសរសេរជាប្រយោគឲ្យបានគ្រប់ហើយបន្ថែមពាក្យផ្សេងទៀតដែលជានាមផ្សេងទៀតដែលយើងអាចបន្ថែមបានដើម្បីបង្កើតជាប្រយោគឲ្យបានច្រើនហើយបន្តមកគឺយើងនិយាយមកទទេណានិយាយដោយមិនចាំបាច់មើល al waladu yanzilu al abu yanzilu al mudarrisu yanzilu ណាតោះតើគ្នាចាប់ដើមអនុវត្ត الحمد لله قد انتهينا الوقت យើងបានបញ្ចប់ពេលវេលារបស់យើងសម្រាប់សម្រួលនេះឥឡូវយើងចូលដល់លំហាត់ទី3ទៀតណាលំហាត់ទី3នេះគឺយើងចាប់ដើមមានដៃគូ تبادل السؤال والجواب مع زميلك كما في المثال تبادل السؤال والجواب مع زميلك كما في المثال មានន័យថាយើងសួរឆ្លើយទៅវិញទៅមកជាមួយដៃគូរបស់អ្នកណាជាមួយនឹងដៃគូរបស់អ្នកឬក៏មិត្តភក្តិរបស់អ្នកដូចក្នុងឧទាហរណ៍អញ្ចឹងក្នុងឧទាហរណ៍គឺមានសំណួរនិងចម្លើយសំណួរមួយចម្លើយមួយអញ្ចឹងម្នាក់សួរម្នាក់ឆ្លើយម្នាក់សួរទៅមិត្តភក្តិរបស់យើងហើយមិត្តភក្តិរបស់យើងឆ្លើយតមកឲ្យមិត្តភក្តិរបស់យើងសួរមកយើងវិញហើយយើងឆ្លើយទៅវិញណា تبادل السؤال والجواب សួរទៅវិញទៅមកសំណួរគឺ هل المطر ينزل الآن هل المطر ينزل الآن តើភ្លៀង
កំពុងធ្លាក់ចុះមកឬឥឡូវនេះមានន័យថាតើភ្លៀងកំពុងតែបង្អោមកឬភ្លៀងកំពុងធ្លាក់មកឬឥឡូវនេះណាអាំចម្លើយគឺណាអាំ اذهب الى النافذه اذهب الى النافذه ចូលអ្នកទៅកាន់បង្អួចដើម្បីមើលណា اذهب الى النافذه ចឹងសំណួរចម្លើយយើងគ្រាន់តែរក្សាសំណួររីឯចម្លើយគឺយើងដូរទីតាំង اذهب الى النافذه ទៅជា نعم اذهب الى الحافلة اذهب الى البيت اذهب الى المدرسة اذهب الى السيارة ចឹងយកដូរអញ្ចឹងហើយយើងសួរគ្នាទៅវិញទៅមកម្នាក់5សំណួរហ្នឹងឬក៏4សំណួរឬ5សំណួរទាំងគំរូហ្នឹងហើយឆ្លើយ5ដងហើយដូរមកវិញសំណួរចម្លើយដូចគ្នាដែរតោះ نبدأ جميعا ចាប់ដើមទាំងអស់គ្នាតោះបាទចុះបន្ទាប់ពីយើងបានសន្ទនាជាមួយដៃគូរបស់យើងសំណួរចម្លើយខ្លីៗនៅក្នុងតદ્រៀបទី3នេះតោះឥឡូវនេះយើងចូលដល់តદ્រៀបទៀតតદ્រៀបទី4 تبادل الحوار ឲ្យផ្លាស់ប្ដូរសន្ទនា حوار នេះសន្ទនាសំណួរចម្លើយនិងសន្ទនាប្រហែលគ្នាទេ تبادل الحوار مع زميلك كما في المثال تبادل الحوار مع زميلك كما في المثال المثال افتح النافذة افتح بعض شو بعض افتح النافذة افتح النافذة المطر غزير بعض شو نẹ بعض cũng ôi liêng có bông bọ khăn nè liêng tràn nè chẳng ប្រយោគនេះគឺនៅដដែល افتح النافذة بعض cũng ôi ណាមិនphảiយើងឆ្លើយថាលៀងខ្លាំងលៀងខ្លាំងលៀងច្រើនអញ្ចឹងយើងដូរប្រយោគនេះប្រយោគមួយនេះនៅដដែលអញ្ចឹងដូរប្រយោគ افتح النافذة ឥឡូវមានពាក្យ افتح និង اغلق ណា افتح النافذة យើងប្រើពាក្យ افتح ក៏បាន اغلق ក៏បាន افتح الباب افتح السيارة اغلق الباب اغلق السيارة ហើយបន្ថែមពីនោះទៀតមកអញ្ចឹងសំណួរប្រយោគបញ្ជានេះគឺពណ៌ក្រហមនេះគឺឲ្យយើងផ្លាស់ប្ដូរជាមួយនឹងពាក្យដែលមាននៅក្នុងរង្វង់នេះហើយចំណុចទី2ចម្លើយគឺនៅដដែលអញ្ចឹងយើងព្យាយាមធ្វើលំហាត់ទាំងអស់គ្នាបានន័យថាការនិយាយមិនផ្ដោតទៅលើការសរសេរទេគឺយើងនិយាយទៅតាមគំរូនៃប្រយោគឲ្យបានច្រើនតោះចាប់ដើមជាមួយដៃគូរបស់យើង2នាក់3នាក់ឡើងទៅដើម្បីកាន់តែមានភាពងាយស្រួលطيب الآن ننتقل إلى التدريب الخامس التدريب الخامس تبادل الحوار مع زميلك كما في المثال تبادل الحوار مع زميلك كما في المثال គឺដូចគ្នាដែរសំណួរអញ្ញត្តិរបស់វាគឺឲ្យយើងបដូរសន្ទនាទៅវិញទៅមកជាមួយមិត្តភក្តិរបស់យើងដូចក្នុងឧទាហរណ៍ اجلس يا غيث هنا اجلس يا غيث هنا اجلس يا غيث هنا ចូលអ្នកអង្គុយغيث غيث នេះគឺឈ្មោះមនុស្សឈ្មោះ غيث យើងដូរទៅជា أيمن ដូរទៅជា علي អីចឹងទៅ اجلس يا علي هنا اجلس يا أيمن هنا បានعلي ចូលអ្នកអង្គុយនៅទីនេះ اجلس يا علي هنا اجلس يا محمد هنا បានថាចូលអ្នកអង្គុយនៅទីនេះហើយបន្តមក شيء جميل شيء جميل شيء جميل ចឹង جميل នេះគឺយើងអាចបដូរ جميل شيء جميل شيء طويل شيء كثير شيء قصير شيء كبير شيء صغير شيء ចឹងមកយើងដូរតែពណ៌ក្រហមជាមួយនឹងពាក្យជាគុណនាមដូចគ្នាដែរ جميل ស្អាតនេះវែង طويل វែង كثير ច្រើន قليل តិច قصير ខ្លី كبير ធំ صغير តូចពាក្យទាំងអស់សុទ្ធតែជាគុណនាមបញ្ជាក់ឲ្យនាម شيء នេះអញ្ចឹងយើងបដូរគុណនាមដោយគុណនាមនៅក្នុងគេក្នុងប្រអប់នេះសិហ្វាណាសិហ្វាយើងហៅភាសាអារ៉ាប់ហៅសិហ្វាលក្ខណៈបញ្ជាក់ពីពណ៌នារបស់នេះហើយប្រយោគបញ្ជានៅដដែលតមកគឺចម្លើយសន្ទនាបានថាមិនមែនជាសំណួរចម្លើយការនិយាយតគ្នាការនិយាយតគ្នាគឺនៅដដែលគ្រាន់តែយើងដូរពាក្យមួយដោយក្នុងប្រអប់នេះតែប៉ុណ្ណោះតោះយើងចាប់ដើមលំហាត់អនុវត្តឲ្យបានច្រើនដើម្បីងាយស្រួលឬក៏ឲ្យមានភាពចាំស្ទាត់
ដើម្បីបង្កើតជាចម្លាស់បង្កើតជារបស់បង្កើតទៅជាសំណួរចម្លើយនិងប្រយោគក្នុងការហាត់និយាយភាសាអារ៉ាប់បងប្អូនតោះចាប់ដើមបងប្អូនតោះអញ្ចឹងបងប្អូនទាំងអស់គ្នានៅក្នុងមេរៀននេះគឺយើងបញ្ចប់ត្រឹមលំហាត់ទី5ហើយសង្ឃឹមថាយើងនឹងព្យាយាមហាត់បញ្ចេញសំឡេងឬក៏និយាយទៅតាមប្រយោគនៅសំណួរចម្លើយដែលយើងរៀនទាំង5លំហាត់នេះនៅក្នុងជំពូកនេះដើម្បីឲ្យការចងចាំរបស់យើងបានល្អនិងការវឹកហាត់របស់យើងបានស្ទាត់អ៊ីនសាអល់ឡោះជួបគ្នានៅក្នុងមេរៀនក្រោយទៀតវ៉ាស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះវ៉ាបារកាតុហ៍ម៉ាអស្សាឡាម